កាលពីថ្ងៃទី6 ខែមីនាឆ្នាំ2026នេះក្រុមហ៊ុន Jetour Cambodia បានបង្កើតនូវភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តប្រចាំឆ្នាំ Auto Show 2026ក្រុមហ៊ុនបានដាក់សម្ពោធជាផ្លូវការនៅរថយន្តដ៏ប្រណិត Jetour X70E ដែលជារថយន្ត SUV 7 កៅអីនៅលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃដ៏ពិសេសគឺត្រឹមតែ$27,500ប៉ុណ្ណោះជាមួយនឹងវត្តមានជាលើកដំបូងរបស់ model ថ្មីដែលស្ថិតនៅក្នុងត្រកូល X របស់ Jetour Cambodia នៅក្នុងកម្មវិធីពិព័រណ៍រថយន្តនេះពិតជាឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមនៅក្នុងកម្មវិធីពិព័រណ៍រថយន្តនិងអ្នកស្រឡាញ់រថយន្តជាលក្ខណៈគ្រួសារ7 កៅអីធំទូលាយដែលបង្កើតបានជាភាពទាក់ទាញនិងទស្សនីយភាពដ៏ប្លែកចេញពីស្តង់របស់ក្រុមហ៊ុន Jetour Cambodia នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តក្នុងឆ្នាំ2026នេះនៅក្នុងព្រឹត្តិការណ៍ Auto Show 2026ដល់ឡារឹកនេះដែរក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកអឹងមួយហ្គេប្រធាននាយកប្រតិបត្តិអាជីវកម្មផ្នែករថយន្តក្រុមហ៊ុន KNN Cambodia លោកស្រី Jessica G ដែលជានាយកប្រតិបត្តិ Jetour International ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករួមជាមួយនឹងបុគ្គលិកគណៈគ្រប់គ្រងក្រុមហ៊ុន Jetour Cambodia ក៏ដូចជាអ្នកផលិតមាតិការថយន្តល្បីៗនៅកម្ពុជាអ្នកសារព័ត៌មាននិង KOLs ជាច្រើនរូបចូលរួមផងដែរនៅក្នុងព្រឹត្តិការណ៍នោះដែរលោកស្រីJessica G បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងទៅលើការផ្ដល់សេវាកម្មដ៏ល្អរបស់ក្រុមហ៊ុន Jetour Cambodia សូមជម្រាបថា Jetour X70E ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃដ៏ពិសេសនៅក្នុងព្រឹត្តិការណ៍សម្ពោធរថយន្ត Auto Show 2026នេះគឺត្រឹមតែ$27,500ប៉ុណ្ណោះដែលតម្លៃនេះអតិថិជននឹងទទួលបាននូវរថយន្តដ៏ប្រណិត SUV 7 កៅអីដែលជាជម្រើសរថយន្តដ៏ល្អបំផុតសម្រាប់គ្រួសារដែលកំពុងតែស្វែងរករថយន្តដែលមានភាពទូលាយនិងមានតម្លៃសមរម្យហើយបើនិយាយពីលក្ខណៈពិសេសសំខាន់នៅលើរថយន្ត Jetour X70E នេះវិញគឺរួមមានតែខាងក្រៅមានការរចនាឡើងជាមួយនឹងគោលគំនិតនៃរចនាបថបែបចំណិតពេជ្រអមជាមួយនឹងអំពូល LED ជំនាន់ចុងក្រោយបំផុតនៅលើតួខ្លួននៃរថយន្តវិញគឺមានទំហំធំដែលមានបណ្ដោយតួប្រវែង 4.7 ម៉ែត្រនិងទទឹង 1.9 ម៉ែត្រកម្ពស់ 1.7 ម៉ែត្រនិងមកជាមួយនឹងយ៉ានកង់ដែលមានទំហំធំដល់ទៅ 20 អ៊ីហើយបើក្រឡេកមើលទៅលើការរចនាផ្នែកខាងក្នុងវិញគឺមានកៅអីស្បែកពណ៌ cherry និងពណ៌ខ្មៅមានដៃចង្កូត design ជារាងអក្សរ D រួមជាមួយនឹងរុនសាកថ្មផ្នែកខាងមុខនិងក្រោយដូចជាមាន cold box ម៉ាស៊ីនត្រជាក់មុខក្រោយផងដែរជាពិសេសក៏មានបំពាក់មកជាមួយនៅ ambient light រួមជាមួយនឹងដំបូលកញ្ចក់ប្រភេទ panoramic sunroof ហើយនៅផ្នែកខាងក្នុងនៃរថយន្ត Jetour 7 កៅអីនេះមានអេក្រង់ទំហំ 10.25 អ៊ីងអាចភ្ជាប់ជាមួយបានទាំង Apple CarPlay និង Android Auto ហើយផ្នែកឃ្លុបខាងក្រោយក៏អាចបិទបើកបានដោយ Auto ផងដែរនិយាយពីប្រព័ន្ធជំនួយការបើកបរនៅលើ Jetour X70E នេះវិញគឺមានកាមេរ៉ា360 ដឺក្រេប្រព័ន្ធជំនួយការបើកបរប្រព័ន្ធចាប់ហ្វ្រាំងដៃអេឡិចត្រូនិកមុខងារផ្ដល់ដំណឹងនៃការវ៉ាជែងមុខងារផ្ដល់ដំណឹងលើសល្បឿនបើកបរនិងប្រព័ន្ធជំនួយនៅពេលចុះចតផងដែរចំពោះសមត្ថភាពនៃការប្រើប្រាស់គឺមានបំពាក់មកជាមួយនឹងម៉ាស៊ីន4ស៊ីឡាំង 1.5 មានកម្លាំងសេសរហូតដល់150សេសនិងកម្លាំងរមួល210 Newton m ជាមួយនឹងកម្រិតនៃការស៊ីសាំងគឺត្រឹមតែ 5.5 លីត្រសម្រាប់ផ្លូវលឿននិងចន្លោះ7ទៅ8លីត្របើកបរលើផ្លូវស្ទះគួរបញ្ជាក់ផងដែរថាតាមរយៈនៃការដាក់សម្ពោធរថយន្ត Jetour model ថ្មី X70E នេះក៏បានបង្ហាញឲ្យឃើញពីភាពជោគជ័យមួយកម្រិតទៀតរបស់ក្រុមហ៊ុន Jetour Cambodia បន្ទាប់ពីទទួលបានជោគជ័យទៅលើ model នៃរថយន្ត Jetour ជាច្រើនកន្លងមក Jetour គឺជាម៉ាកយន្តហោរថយន្តដែលមានការទទួលស្គាល់ពីទីផ្សារធំៗនៃសកលលោកនិងការទទួលស្គាល់គុណភាពពីស្ថាប័នវាយតម្លៃគុណភាពកម្រិតពិភពលោកហើយនៅប្រទេសកម្ពុជាម៉ាករថយន្ត Jetour ត្រូវបានទទួលសិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខតែមួយគត់ដោយក្រុមហ៊ុន KNN Cambodia ក្នុងការផ្ដល់ជូនសេវាកម្មលក់សេវាកម្មបន្ទាប់ពីលក់និងគ្រឿងបន្លាស់ស្តង់ដារអន្តរជាតិជាពិសេសការធានាទៅលើគុណភាពរថយន្តជូនអតិថិជនសម្រាប់ព័ត៌មានលម្អិតបន្ថែមពីរថយន្ត Jetour X70E ដែលទើបសម្ពោធថ្មីនេះក៏ដូចជារថយន្ត Jetour model ផ្សេងៗទៀតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ017 713 713